ឧមៈប្រពុសនុកាប្រភូមិប្រធរណីដ៏មានឫទ្ធីចេស្តានាមនាងអាសមុខាតែងតែថែរក្សានៅប្រធរណីប្រតិក្រមនេះណានាងមានប្រដាប់ស័ក្តិសិទ្ធិឫទ្ធីខ្លាំងក្លាមានជ័យចេស្តានាងក្រុងពាលីត្រង់អំណាចប្រសើរឯងពិតមែនមានឫទ្ធីសូមឲ្យទទួលភោជនបកាភ្ញីទទួលការអភិវឌ្ឍអំពីយើងខ្ញុំនេះណាបាទសូមគោរពជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់លើបណ្ដាញសង្គមជាទីមេត្រីដូចដែលខ្ញុំបាទបានសន្យាគឺថាខ្ញុំបាទនឹងវិលត្រឡប់មកចែករំលែកនៅរបៀបសែនក្រុងវេលីភ័ក្របន្តហើយនៅក្នុងវីដេអូមួយនេះគឺចានចូលមកដល់វីដេអូភ័ក្រទី4បាទភ័ក្រទី4ធ្វើកិច្ចពលីការចំពោះស្ដេចក្រុងវេលីដូច្នេះហើយសូមអញ្ជើញប្រិយមិត្តពុកម៉ែបងប្អូនយើងទស្សនាដោយតទៅក៏ប៉ុន្តែមិននឹងឈានចូលដល់ការសែនខ្ញុំបាទសូមរំលឹកទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនយើងទាំងអស់ណាដែលមិនទាន់បានចុច like ចុច share ចុច subscribe ឬក៏ចុច follow សូមជួយចុច like ចុច share ចុច follow subscribe ម្នាក់មួយដើម្បីនឹងទទួលបានវីដេអូថ្មីបន្តទៅទៀតពី YouTube របស់ខ្ញុំបាទយើងសូមចាប់ផ្ដើមนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะปัตตมุตตโรจะปุพเพยังอกนิเยจเรวะโตเตกินีกัสสปพุทโธខ្ញុំសូមអញ្ជើញស្ដេចក្រុងពលីអម្ចាស់ធរណីទាំងពីរបុរាណសូមស្ដេចយាងមកយកក្រយាតកាហិនដែលយើងខ្ញុំបានរៀបចំបូជាមានទាននឹងធូបគ្រឿងក្រោក្រអូបពីដោកន្ធាលេខផ្កាសាឡាមលូកំយូពុំជាស្រូវអង្គធាសណ្ដែកល្ងផងនំអំពៅចេកបាយទឹកគូត្រេក្រោះផ្លែកចម្បងបងអែមចំអាបប្រាយសាបលាយផងស្រួលស្រែកកន្លងភោចនានាសូមក្រុងពលីអម្ចាស់ភូមិធរណីកង្គាស្ដេចសោយក្រយាអាហារបូជាហើយសូមរាជាឲ្យពរសុខសាន្តកុំឲ្យមានមោះការងារទាំងអស់ចន្លោះសពឋានយើងខ្ញុំសូមសុខផាត់ទុកតកើងតកានសូមជ័យសួស្ដីសានបានអង្គវែងហងសាធុសាធុសាធុបាទហើយបន្តមកទៀតគឺពេលដែលធ្វើកិច្ចពលីការជូនស្ដេចក្រុងពលីរួចហើយអាចារ្យត្រូវមើលទិសដើម្បីនឹងនាំបែយកទៅកប់នៅក្រមទេវតាតាមដែលក្បួនបានបញ្ជាក់ហ្នឹងគឺថានាំបែយកទៅកប់នៅកន្លែងមួយខាងត្បូងជើងសសរចំនួនចម្ងាយប្រហែល1ហត្ថរួចជីករណ្ដៅជំរៅ1ចំអាមនិងទំហំអាចចុះបែបានបើតាមបងប្អូនបានដឹងរបៀបធ្វើបែដែលមានចាស់ដែលហៅថាបែមានបាយសបាយក្រហមញោមក្លែណាហើយគេមានដាក់ធ្វើជាមួយនឹងធាងចេកឬមួយក៏ស្តបចេកមានកាច់ជាមួយនឹងដុតជាមួយនឹងឈើហើយធ្វើបែនិយាយយើងបងប្អូនដឹងហើយបងប្អូនមួយចំនួនខ្លះក៏បានដឹងហើយដែរហើយរួចនាំយកបែចេញទៅដាក់នៅទីរណ្ដៅដែលយើងបានជីកនោះ
រួចចំណាំថាប្រសិនបើយើងលើកបតាអនុក្នុងខ្នើតគឺយើងដាក់ផ្ងាបែហើយបើសិនជាយើងលើកបតាដាក់លើកបតានៅក្នុងរនួចគឺយើងដាក់បែប្រកាប់រួចលើកបែយកទៅដាក់តាមរបៀបនឹងហើយយកទឹកអប់មកជ្រុចរួចក៏សូត្រគាថាដូចតទៅឧបមប្រពុសនុកាប្រភូមិប្រធរណីដ៏មានឫទ្ធិចេស្តានាមនាងអាសមុខាតែងតែថែរក្សានៅប្រធរណីប្រតិក្រមនេះណានាងមានប្រដាប់ស័ក្តិសិទ្ធិឫទ្ធិខ្លាំងក្លាមានជ័យចេស្តានាងក្រុងពាលីត្រង់អំណាចប្រសើរឯងពិតមែនមានឫទ្ធិសូមឲ្យទទួលភោជនប្រការភ្ញីទទួលការអភិវឌ្ឍអំពីយើងខ្ញុំនេះណាយើងខ្ញុំសូមសុខសួស្តីជ័យក្សែមក្សានមគ្គផលតកើងតកានបានដូចបំណងសូមឈ្នះទុក្ខសោករោគភ័យផងដោយក្តីប្រាថ្នាតរៀងទៅអើយសាធុសាធុសាធុបាទដូច្នេះការចែករំលែកពីរបៀបធ្វើក្រុងពាលីភ័ក្រទី4សូមបញ្ចប់សង្ខេបត្រឹមប៉ុណ្ណេះហើយមិននឹងបញ្ចប់ខ្ញុំបាទក៏សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់ដែលបានចូលមកមើលទស្សនានៅវីដេអូរបស់ខ្ញុំបាទហើយក៏សូមរំលឹកម្ដងទៀតដែរថាកុំភ្លេចចុច like ចុច share ចុច subscribe និងចុច follow ម្នាក់មួយផងដើម្បីគាំទ្រលើកទឹកចិត្តឲ្យខ្ញុំបាទមានកម្លាំងចិត្តដើម្បីនឹងធ្វើនៅវីដេអូបន្តទៅទៀតសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូថ្មី